đồ dương xoay của quạt nó bây đại dương châu đo tiếng này cứ bong ôn khởi nhé cứ châu đo từ bốn cứ châu đo app ba chữ bình lưu chỉ vật bong ôn này chịu app ba chữ bình lưu chỉ vật bong ôn nó lưu tiếng nó cứ chỉ xoay quạt cứ thời ấy giờ lưu tiếng nắng tại đời láiសម្រាប់បងប្អូនខ្លះលោកជាវបតិទិនមាសអញ្ចឹងបងប្អូនចុចនៅលើផ្ទាំងនេះមកបាទលើផ្ទាំងនេះគឺវាចេញតម្រងបែបនេះបាទហ្នឹងគឺជា app អីគេបតិទិនមាសណាបតិទិនមាសដែលមានតម្រងបែបដូចនេះបាទអញ្ចឹងវាមានតម្រងបែបដូចនេះឧទាហរណ៍ថាបងប្អូនបានជាវ app បតិទិនមាសអញ្ចឹងបងប្អូនចុចមកលើនេះបងប្អូនអត់អាចប្រើភ្លាមដោយ direct ទេដោយផ្ទាល់ទេអញ្ចឹងបងប្អូនត្រូវតែបញ្ចូលចំនួនសមាជិកសិនអញ្ចឹងដើម្បីបញ្ចូលចំនួនសមាជិកបងប្អូនចុចនៅលើសញ្ញារូបមនុស្សកែងនៅខាងស្ដាំដៃនេះបងប្អូនចុចទៅនៅពេលដែលបងប្អូនចុចបងប្អូនឃើញជម្រើសវាមាន3វាមានសមាជិកបតិបាជឺសមាជិកបតិទិនខ្ញុំហើយនឹងចាក់ចាញ់អញ្ចឹងបងប្អូនយកថាសមាជិកបតិទិនខ្ញុំអញ្ចឹងបងប្អូនចុចលើសមាជិកបតិទិនខ្ញុំទៅហើយអត់ទាន់មានឈ្មោះអីទាំងអស់បងប្អូនមើលនេះអានេះជាចំនួនសមាជិកលេខនេះគឺលេខ50បានន័យថាបងប្អូនមានចំនួនសមាជិក50នាក់ឧទាហរណ៍ណាបាទបើសិនបងប្អូនឃើញ5អាហ្នឹងគឺ5នាក់ឃើញ2គឺ2នាក់អញ្ចឹងការបញ្ចូលសមាជិកនេះគឺមិនមែនជារឿងធម្មតាទេគឺបងប្អូនត្រូវពិចារណាខ្ពស់អញ្ចឹងតាក់ទងជាមួយនឹងបតិទិនមាសហ្នឹងគឺបានថាជាបតិទិនរើសវេលាល្អរើសវេលាល្អជាបតិទិនដែលអនុញ្ញាតឲ្យបងប្អូនអាចមើលអំពីរូបមន្តហុងស៊ុយប្រចាំយប់9ប្រចាំឆ្នាំប្រចាំខែណាប្រចាំខែហើយនឹងថ្លឹងរិស័យឆ្អឹងដូច្នេះបុគ្គលដែលអត់ពាក់ព័ន្ធបងប្អូនមិនគួរបញ្ចូលទេបងប្អូនបញ្ចូលតែបុគ្គលដែលពាក់ព័ន្ធបានហើយអញ្ចឹងឧទាហរណ៍ថាថ្ងៃនេះគឺខ្ញុំចង់មើលប្តីប្រពន្ធ2នាក់ប្តីប្រពន្ធ2នាក់ហ្នឹងគាត់ចង់អីគាត់ចង់ផ្លាស់ប្ដូរលំនៅឋានបាទចង់ផ្លាស់ប្ដូរលំនៅឋានបានន័យថាគាត់ទៅនៅផ្ទះថ្មីអញ្ចឹងណាអញ្ចឹងខ្ញុំចុចពីអីគេបន្ថែមសមាជិកអញ្ចឹងបន្ថែមសមាជិកនេះបើសិនបងប្អូនស្គាល់ថ្ងៃខែឆ្នាំពេញបងប្អូនបញ្ចូលថ្ងៃខែឆ្នាំពេញទៅបើសិនអត់ស្គាល់គឺបញ្ចូលតែឆ្នាំបានហើយឥឡូវយើងវាឈ្មោះឲ្យបានត្រឹមត្រូវឧទាហរណ៍ប្តីហ្នឹងគឺឈ្មោះតារាបាទឈ្មោះគាត់តារាអញ្ចឹងយើងវាយឲ្យបានត្រឹមត្រូវមកយើងជ្រើសរើសភេទបន្ទាប់មកឆ្នាំកំណើតរបស់គាត់ឧទាហរណ៍ថាគាត់កើតនៅឆ្នាំម៉ានឧទាហរណ៍1979អញ្ចឹងបងប្អូនយក1979មកហើយគាត់កើតខែប្រមាណបើសិនបងប្អូនស្គាល់ខែបងប្អូនដាក់ខែមកតែបើអត់ស្គាល់យើងថាមិនស្គាល់បានន័យថាយើងស្គាល់តែឆ្នាំទេអញ្ចឹងអ្វីៗទាំងអស់គឺវាបិទទាំងអស់គឺបានន័យថាបងប្អូនមិនបាច់បញ្ចូលអ្វីទៀតទេពីព្រោះយើងអត់ស្គាល់ខែបើយើងអត់ស្គាល់ខែបានន័យថាយើងអត់ស្គាល់ថ្ងៃអត់ស្គាល់ម៉ោងអត់ស្គាល់នាទីដូចតែគ្នាទេដូច្នេះបើសិនករណីដែលយើងស្គាល់តែឆ្នាំយើងយកប៉ុណ្ណឹងឥឡូវឧទាហរណ៍ករណីហ្នឹងគឺគាត់ស្គាល់តែឆ្នាំទេអញ្ចឹងយើងយកតែឆ្នាំទៅបាទយកតែឆ្នាំទៅអញ្ចឹងយើងចុចថារក្សាទុកបាទរក្សាទុកអញ្ចឹងនៅពេលដែលយើងចុចរក្សាទុកវាចេញមកផ្ទាំងហ្នឹងប៉ុន្តែខ្វះប្រពន្ធគាត់អញ្ចឹងយើងត្រូវទៅបញ្ចូលម្ដងទៀតទៅបញ្ចូលសមាជិកដែលជាប្រពន្ធគាត់អញ្ចឹងយើងបញ្ចូលអញ្ចឹងប្រពន្ធគាត់ឈ្មោះគេយើងដាក់ថាបន្ថែមសមាជិកគឺយើងដាក់វត្តតីបាទឧទាហរណ៍ថាប្រពន្ធគាត់ឈ្មោះវត្តតីអញ្ចឹងបងប្អូនវាយវត្តតីចូលទៅភេទស្រីកើតនៅឆ្នាំណាដល់កើតនៅឆ្នាំ1984បាទ1984ហើយស្គាល់ថ្ងៃខែឆ្នាំកំណើតជាក់លាក់ច្បាស់លាស់ទេអត់ស្គាល់បើអត់ស្គាល់គឺយើងយកបញ្ចូលទៅឆ្នាំទៅហើយយើងចុចរក្សាទុកកន្លែងនេះខ្ញុំចង់បញ្ជាក់ចេះបើសិនជាបងប្អូនស្គាល់ថ្ងៃខែឆ្នាំកំណើតពេញលេញនៅពេលដែលរើសវេលាល្អគឺវារើសក្នុងកម្រិតខ្ពស់ជូនណាគឺបានន័យថារើសបានវេលាដែលសុក្រិតខ្ពស់ហ្មងពូវាកណនីរហូតដល់4ប្រឡោះយកទៅកណនីដូច្នេះការកណនីរបស់វាគឺស៊ីជម្រៅបាទស៊ីជម្រៅណាបងប្អូនបានតែនេះគឺឧទាហរណ៍អត់ស្គាល់បើអត់ស្គាល់យើងដាក់ទៅប៉ុណ្ណឹងបាទយើងដាក់ទៅប៉ុណ្ណឹងឥឡូវប្រពន្ធគាត់ស្គាល់បើសិនគាត់ស្គាល់យើងដាក់អីគេយើងបញ្ចូលខែមកឧទាហរណ៍ខែមិថុនាថ្ងៃទីប្រមាណឧទាហរណ៍ថ្ងៃទី20ហើយវេលាមកប្រមាណឧទាហរណ៍វេលាម៉ោង10:30នាទីព្រឹកយើងបញ្ចូលចឹងមកយើងរក្សាទុកសមាជិកអញ្ចឹងឥឡូវនេះយើងបញ្ចូលបានទាំងប្តីទាំងប្រពន្ធហើយឥឡូវយើងត្រូវទៅជ្រើសរើសកម្មវិធីឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង